Ok, chúng ta sẽ bảo phun sơ spa cùng những chục niệm tiết trong cả riêng sang lấy bảo dưỡng. Ngày nay dân riêng bảo pra bọt để sang lấy bảo dưỡng đại bọt những dân đọ sòng trình pi cả site. Ok, hay sầmรับbảo phun em tóm ăn chơi subscribe xuống chơi subscribe chơi sinh nhậtกันđắngដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំ Ok. តើអញ្ចឹងអត្ថបទកសាយហ្នឹងគឺគេដាក់ចំណងជើងថាម៉េច Prime Minister ហ៊ុនម៉ាណែត Z renew commitment to closer ties. Ok នេះជាចំណងជើងអត្ថបទដែលគេសរសេរ Ok អញ្ចឹងចំណងជើងហ្នឹងគេដាក់ថា Prime Minister ហ៊ុនម៉ាណែតមានន័យថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត Z ហើយនឹងលោក Z ហ្នឹងគឺ Z ជីនពីងដែលជាប្រធានាធិបតីរបស់ប្រទេសចិន renew មានន័យថាធ្វើឲ្យថ្មីឡើងវិញឬ renew commitment ធ្វើការតាំងចិត្តជាថ្មីឡើងវិញជិះពាក្យ commitment នេះមានន័យថាធ្វើការតាំងចិត្តឲ្យវា renew នឹងជាថ្មីឡើងវិញ to closer ties ចំពោះចំណងឲ្យកាន់តែជិតស្និទ្ធជាងមុនចំណងពីនេះសំដៅលើចំណងមិត្តភាពរវាងប្រទេសចិននិងប្រទេសកម្ពុជាអូខេហើយដើម្បីការឈានទៅដល់បកប្រែរបស់កាសែតបងប្អូនយើងត្រូវចេះពាក្យមួយចំនួននៅក្នុងបទយើងសិនណាដើម្បីនៅពេលដែលយើងបកប្រែកុំឲ្យយើងពិបាកអូខេតើឥឡូវពាក្យទី1ពាក្យ leader part of speech វាចំណងមានន័យថាមេដឹកនាំ leader មេដឹកនាំ wow ថ្នាក់ពាក្យរបស់វាជា verb មានន័យថាស្បត់ឬក៏សច្ចា wow ស្បត់ឬក៏សច្ចា strengthen ជា verb មានន័យថាពង្រឹងឬក៏រឹតចំណងក៏បានដែររឹតឲ្យវាតឹងជាងមុនណា strengthen ជា verb ប្រែថាពង្រឹងឬក៏រឹតចំណង cooperation មានន័យថាសហប្រតិបត្តិការ cooperation សហប្រតិបត្តិការ cooperation across all មានន័យថាទាំងអស់ពាក្យ all ប្រែទាំងអស់ហើយអញ្ចឹងបើគេដាក់ពាក្យ across ក៏នៅតែប្រែទាំងអស់ដែរណាគេចង់និយាយថាគ្រប់វិស័យផ្សេងទាំងអស់ហ្នឹងគេ across all sectors ឬក៏បងប្អូនអានថា sector មានន័យថាវិស័យ participate វិជ្ជាណោណា sectors វិស័យគេដាក់ឯងចេះមានន័យថាវា plural មានន័យថាជាច្រើនវិស័យឥឡូវបងប្អូនមើល phrase នេះគេថា across all sectors មានន័យថាលើគ្រប់វិស័យទាំងអស់ across all sectors លើគ្រប់វិស័យទាំងអស់ Okay vocabulary ជាបន្តគឺ pledge ជា verb មានន័យថាសន្យាវាស្មើពី promise pledge participate វាជា verb មានន័យថាសន្យា continue បន្តបើកាលណាបងប្អូនចង់ជាទម្រង់ past tense អតីតកាល continue យើងថែម ed មកបានបន្ត participate វាជា verb continue Chinese បងប្អូនចេះមកពីពាក្យ China គឺប្រទេសចិនពាក្យ Chinese ជនជាតិចិនឬក៏ភាសាចិន Chinese support ជា verb មានន័យថាការគ្រប់គ្រងបើសិនជា verb មានន័យថាគ្រប់គ្រងបើជា noun គឺការគ្រប់គ្រងអញ្ចឹងពាក្យ support វាអាចជា verb អាចជា noun អូខេហើយបើយើងខ្មែរយើងដាក់ការអញ្ចឹងវាជា noun ហើយអញ្ចឹងកន្លែងនេះត្រូវដាក់ noun វិញណាមិនដាក់ verb អញ្ចឹងឯង support ការគ្រប់គ្រងហើយបើសិនជា verb យើងប្រែថាគ្រប់គ្រងយើងមិនបាច់ដាក់ការទេអញ្ចឹងពាក្យ support នេះវាមានថ្នាក់ពីរវាពីរគ្រប់គ្រងឬក៏ការគ្រប់គ្រង for នេះសម្រាប់វាជា preposition ណាសម្រាប់ development ជា verb ជា noun ប្រែថាការអភិវឌ្ឍ development ការអភិវឌ្ឍ Shanghai Cooperation Organization អញ្ចឹងពាក្យ Shanghai គឺទីក្រុង Shanghai ហ្នឹងហើយហើយ Cooperation នេះគេសហប្រតិបត្តិការ Organization នេះគឺមានន័យថាអង្គការហើយយើងបូកចូលគ្នាមកនេះគេថាអង្គការសហប្រតិបត្តិការ Shanghai ហើយបើសិនជាគេសរសេរអក្សរកាត់ចេះណាសរសេរអក្សរកាត់ចេះគឺ SCO I នេះតំណាងឲ្យពាក្យថា Shanghai C តំណាងឲ្យពាក្យ Cooperation សហប្រតិបត្តិការ O តំណាងឲ្យ Organization មានន័យថាអង្គការសហប្រតិបត្តិការ Shanghai Sovereignty នេះមានន័យថាអធិបតេយ្យភាព Sovereignty អធិបតេយ្យភាព Participate វាជា noun Sovereignty Prime Minister នាយករដ្ឋមន្ត្រីពាក្យហ្នឹងយើងចេះហើយវាច្រើនដងហើយ Prime Minister meet ជួបដល់ពេលអតីតកាលរបស់វាទៅជាពាក្យ met បានជួបគេ meet ជួប
met ហ្នឹងគឺបានជួបវាជា verb Chinese president មានន័យថាប្រធានាធិបតីចិនប្រធានាធិបតីនៃប្រទេសចិនណា Chinese president អង់គ្លេសគេសេថាទៀនជិនណាមានន័យទីក្រុងទៀនជិន China ប្រទេសចិនបងប្អូនចេះហើយពាក្យ China ហ្នឹងអញ្ចឹងពាក្យ on the sidelines មានន័យថានៅក្នុងការប្រជុំក្រៅផ្លូវការណានៅក្នុងការប្រជុំនៅក្នុងការជួបប្រជុំក្រៅផ្លូវការដូចថាគេមានប្រជុំអីធំមួយដូចថាប្រជុំកម្ពុជាអីមួយអញ្ចឹងទៅហើយបន្តមកគឺមេដឹកនាំណាមួយគាត់ទៅជួបជាមួយនឹងមេដឹកនាំមួយផ្សេងទៀតដែលលក្ខណៈជាធ្វើភាគីអញ្ចឹងទៅអាហ្នឹងកិច្ចប្រជុំនោះវាមិនមែនធ្វើឡើងរួមទាំងអស់គ្នាទេជាកិច្ចប្រជុំមួយដែលធ្វើឡើងក្រៅផ្លូវការអង់គ្លេសគេហៅថា on the sidelines មានន័យថាក្រៅផ្លូវការណាការជួបប្រជុំឬក៏កិច្ចជួបប្រជុំនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការអូខេ cooperation បងប្អូនចេះអានឹងកិច្ចសហប្រតិបត្តិការ cooperation organization មានន័យថាអង្គការ plus នេះគឺបូកមានន័យថាបូកបន្ថែម plus បូកបន្ថែម summit នេះគឺមានន័យថាកិច្ចប្រជុំកំពូលការប្រជុំកំពូល summit during អំឡុងពេលវាជា preposition ណាអំឡុងពេល bilateral មានន័យថាទ្វេភាគីមានន័យថាពីរនាក់ឬក៏ពីរក្រុម bilateral meeting នេះជាណោណាការជួបប្រជុំគ្នា boss នឹងទាំងពីរគឺមនុស្សពីរនាក់ឬក៏ពីរភាគីឡើងទៅពីរភាគីអាហ្នឹង boss leader មេដឹកនាំយើងប្រើពីដើមពីមុនមកណា leader reaffirm មានន័យថាបញ្ជាក់សារឡើងវិញ participle វាជា verb ដល់ពេលអតីតកាលយើងបន្ថែមពី ed មកណា reaffirm ជា verb មានន័យថាបញ្ជាក់សារឡើងវិញ commitment ហ្នឹងគឺការបដិញ្ញាចិត្តឬក៏ការតាំងចិត្តវាជា noun ទេ commitment strengthening គេសរសេរវាជា run ណាគេថែម ing មកវាទៅជា noun ជា run មានន័យថាការពង្រឹងការរឹតបន្តឹងណា strengthening comprehensive participle ជា attitude ទេប្រើថាទូលំទូលាយណាទូលំទូលាយ comprehensive participle វាជា attitude មានន័យថាទូលំទូលាយគ្រប់ជ្រុងជ្រោយ comprehensive cooperation សារប្រតិបត្តិការហ្នឹងយើងបានអានហើយយើងបានរៀនហើយ comprehensive cooperation មានន័យថាកិច្ចសហប្រតិបត្តិការទូលំទូលាយឬក៏យើងនិយាយថាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយណា comprehensive cooperation អូខេតើឥឡូវយើងវិលទៅបកប្រតិបត្តិរបស់យើងណាបងប្អូនអូខេឥឡូវយើងមើលចំណងជើងរបស់យើងគេដាក់ថាម៉េច Prime Minister ហ៊ុនម៉ាណែតលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត Z លោកប្រធានាធិបតី Z renew commitment មានន័យថាធ្វើការបដិញ្ញាចិត្តជាថ្មីឡើងវិញអូខេ to closer ties ចំពោះចំណងមិត្តភាពកាន់តែជិតស្និទ្ធជាងមុនអញ្ចឹងបងប្អូនយើងមើលមានពាក្យបបាទេគេដាក់ Prime Minister បងប្អូនចេះណានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត Z ហ្នឹងគឺលោក Xi Jinping ហ្នឹងប្រធានាធិបតីចិនណា renew នេះមានន័យថាឡើងវិញឬក៏ធ្វើឲ្យថ្មីឡើងវិញ commitment ហ្នឹងបដិញ្ញាចិត្តអញ្ចឹងកន្លែងនេះគេចង់និយាយថាធ្វើការបដិញ្ញាចិត្តជាថ្មីឡើងវិញ to closer ties ចំពោះចំណងមិត្តភាពដែលកាន់តែជិតស្និទ្ធជាងមុនណាចំពោះចំណងមិត្តភាពដែលកាន់តែជិតស្និទ្ធជាងមុនអូខេតើឥឡូវយើងមើល paragraph ទី1គេសរសេរថាម៉េច The two leaders vow to strengthen cooperation across all sectors with Z pledging continue Chinese support for the development and sovereignty of Cambodia អញ្ចឹងក្នុងនោះគេសរសេរថាម៉េចឥឡូវយើងមើលពាក្យ leaders មេដឹកនាំអញ្ចឹង two leader មេដឹកនាំទាំងពីរ vow នោះប្រែថាសច្ចាឬក៏ស្បត់ to strengthen ដើម្បីពង្រឹង cooperation កិច្ចសហប្រតិបត្តិការ across all sectors លើគ្រប់វិស័យទាំងអស់អញ្ចឹងពាក្យ across all sectors លើគ្រប់វិស័យទាំងអស់អញ្ចឹងពាក្យ sector នោះវិស័យ across all ហ្នឹងមានន័យទាំងអស់ with ជាមួយនឹង Z ជាមួយនឹងលោក Z Jinping pledging ដែលបន្តការសន្យាដែរ pledging continue នោះបន្តអូខេ
ដែលបន្តការសន្យាចំពោះអីនេះ Chinese support ការគ្រប់គ្រងរបស់ប្រទេសចិន Chinese support នៃការគ្រប់គ្រងរបស់ប្រទេសចិន for សម្រាប់ development ការអភិវឌ្ឍ and និង sovereignty និងអធិបតេយ្យភាព of Cambodia នៃប្រទេសកម្ពុជាអូខេតើឥឡូវយើងប្រែទាំងអស់ឡើងវិញមេដឹកនាំទាំងពីរសច្ចាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយនឹងលោកស៊ីជីនពីងដែលសន្យាបន្តការគ្រប់គ្រងរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍនិងអធិបតេយ្យភាពនៃប្រទេសកម្ពុជាអូខេអញ្ចឹងនេះជា paragraph ទី1ឥឡូវយើងចូលដល់ paragraph ទី2 Prime Minister Hun Manet met Chinese President Xi Jinping on Saturday in Tianjin, China on the sidelines of the Shanghai Cooperation Organization SCO Plus Summit 2025 អញ្ចឹងក្នុងនឹងគេសេថាម៉េចឥឡូវជាមួយមានពាក្យបបា Prime Minister Hun Manet មានន័យថាលោកនាយករដ្ឋមន្ត្រី Hun Manet met មកពីពាក្យ meet ប្រែថាបានជួប meeting ជួបដល់ met បានជួប Chinese President ប្រធានាធិបតីចិនណា Chinese President ប្រធានាធិបតីចិន Xi Jinping លោក Xi Jinping on Saturday នៅថ្ងៃសៅរ៍ in Tianjin នៅក្នុងទីក្រុង Tianjin China នៃប្រទេសចិន on the sidelines នៅក្នុងជំនួបក្រៅផ្លូវការ of the Shanghai Cooperation Organization plus Summit អូខេចឹងនៃអីគេយើងប្រែទៅនេះវិញនៃកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ Shanghai plus នៅឆ្នាំ2025អូខេអញ្ចឹងសង្ឃឹមថាបងប្អូនចេះពាក្យទាំងអស់គ្នាណាយើងអត់មានអីពិបាកទេឥឡូវយើងប្រែម្ដងទៀតណាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជួបប្រធានាធិបតីចិនលោកស៊ីជីនពីងនៅថ្ងៃសៅរ៍នៅក្នុងទីក្រុងទៀនជីននៃប្រទេសចិននៅជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអង្គការ Shanghai Summit Plus ឆ្នាំ2025អូខេអញ្ចឹងយើងអត់មានពិបាកទេតោះឥឡូវយើងតទៅទៀត During the bilateral meeting both leaders reaffirmed their commitment to strengthening comprehensive cooperation across all sectors between Cambodia and China ចឹងឥឡូវយើងមិនមានពាក្យពិបាកទេគេដាក់ during អំឡុងពេលបងប្អូនអានថា during ក៏បានដាក់ during ក៏បានដែរអំឡុងពេល the bilateral meeting ការប្រជុំទ្វេភាគីអញ្ចឹង bilateral នឹងទ្វេភាគី meeting ការជួបប្រជុំទ្វេភាគី both sides both leaders មេដឹកនាំទាំងពីរ reaffirm បញ្ជាក់សារឡើងវិញ their commitment ការតាំងចិត្តរបស់ពួកគេ to strengthening ចំពោះការពង្រឹង comprehensive cooperation កិច្ចសហប្រតិបត្តិការទូលំទូលាយណា comprehensive នឹងទូលំទូលាយ cooperation នឹងកិច្ចសហប្រតិបត្តិការទូលំទូលាយ across all sectors លើគ្រប់វិស័យ between រវាង Cambodia ប្រទេសកម្ពុជា and China និងប្រទេសចិនអូខេចឹងសង្ឃឹមថាបងប្អូនចេះបើបងប្អូនថាមិនតាន់យល់អាចមើលសារឡើងវិញសារទៀតទៅគឺបងប្អូនអាចនឹងយល់អូខេអញ្ចឹងបងប្អូនមេរៀននេះប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមទស្សនាហើយយើងនឹងជួបគ្នាម្ដងទៀតនៅមេរៀនក្រោយហើយបងប្អូនកុំភ្លេចជួយ subscribe ជួយសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំ